លោកដូណាល់ត្រាំបើកយុទ្ធនាការគាំទ្រការបោះឆ្នោតពាក់កណ្ដាលអាណត្តិក្រោមពាក្យស្លោកទុកចិត្តលើត្រាំក្នុងបរិបទនៃការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅសហរដ្ឋអាមេរិកកំពុងតែខិតជិតចូលមកដល់សកម្មភាពនយោបាយរបស់គណៈបកនីមួយៗបាននឹងកំពុងប្រែប្រួលនិងមានការតាមដានយ៉ាងយកចិត្តទុកដាក់លោកដូណាល់ត្រាំបានចាប់ផ្ដើមយុទ្ធនាការទំនាក់ទំនងជាសាធារណៈយ៉ាងសកម្មដែលបានជ្រើសរើសបណ្ដាញសង្គម Facebook ជាប្រព័ន្ធផ្សព្វផ្សាយដ៏សំខាន់មួយក្នុងការបញ្ជ្រាបសារនយោបាយយោងតាមការផ្សព្វផ្សាយជាផ្លូវការដែលសេតវិមាន The White House បានបង្ហោះកាលពីថ្ងៃទី22ខែឧសភាកន្លងទៅនេះលោកបានបញ្ជូនសារកន្លឹះមួយទៅកាន់សាធារណជនដែលមានខ្លឹមសារថាសូមចែករំលែកសារនេះទៅកាន់បុគ្គលទាំងឡាយណាដែលត្រូវការភាពជឿជាក់លើលោកត្រាំភ្លាមក្រោយការបង្ហោះសារនយោបាយដែលមានអត្ថន័យទាក់ទាញចិត្តមួយនេះត្រូវបានអ្នកគាំទ្រធ្វើការចែករំលែកតគ្នាយ៉ាងទូលំទូលាយព្រមទាំងទទួលបានការចាប់អារម្មណ៍និងការបញ្ចេញមតិយោបល់រាប់ពាន់ក្នុងរយៈពេលដ៏ខ្លីក្រុមអ្នកវិភាគសង្គមនយោបាយបានវាយតម្លៃថាសារទម្រង់នេះមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រមូលផ្ដុំកម្លាំងគាំទ្ររបស់គណៈបកសាធារណរដ្ឋនិងជាយុទ្ធសាស្ត្រក្នុងការស្វែងរកសម្លេងឆ្នោតពីពលរដ្ឋដែលកំពុងរារែកចិត្តនេះគឺជាផ្នែកមួយនៃផែនការការងាររយៈពេលវែងដើម្បីពង្រឹងទំនុកចិត្តនិងសាបព្រោះឥទ្ធិពលគំនិតរបស់លោកដូណាល់ត្រាំមុនពេលដំណើរការបោះឆ្នោតផ្លូវការចូលមកដល់បច្ចុប្បន្ននេះគណៈបកសាធារណរដ្ឋកំពុងគ្រប់គ្រងសម្លេងភាគច្រើននៅក្នុងស្ថាប័នប្រសិទ្ធភាពនិងបានកំពុងប្រើប្រាស់គ្រប់យន្តការច្បាប់និងឥទ្ធិពលនយោបាយដើម្បីរក្សាឧត្តមភាពនៃការដឹកនាំព្រមទាំងគាំទ្រដល់រដ្ឋបាលលោកត្រាំក្នុងការជំរុញរបៀបវារៈនយោបាយសំខាន់លទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខនឹងក្លាយជាកត្តាកំណត់យ៉ាងសំខាន់ដល់សមត្ថភាពរបស់លោកប្រធានាធិបតីក្នុងការសម្រេចឲ្យបាននៅទិសដៅគោលនយោបាយចម្បងរួមមានការជំរុញកំណើនសេដ្ឋកិច្ចជាតិនិងការកែតម្រង់ប្រព័ន្ធពន្ធដារដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋការរឹតបន្តឹងសន្តិសុខព្រំដែននិងការត្រួតពិនិត្យអន្តោប្រវេសន៍ក្នុងគោលដៅរក្សាស្ថិរភាពផ្ទៃក្នុងការសម្រួលថ្លៃថាមពលនិងការកែសម្រួលបទបញ្ញត្តិផ្នែកបរិស្ថានដើម្បីគាំទ្រដល់វិស័យឧស្សាហកម្មក្នុងស្រុកស្របពេលជាមួយគ្នានេះដែរដំណើរការបោះឆ្នោតបឋមនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលនឹងចាប់ផ្ដើមនៅដើមខែមិថុនាខាងមុខនេះលទ្ធផលនេះនឹងក្លាយជាទិន្នន័យវាស់ស្ទង់ដ៏សំខាន់បង្ហាញពីកម្រិតប្រជាប្រិយភាពរបស់បេក្ខជនបកនីមួយៗមុននឹងឈានជើងចូលរួមក្នុងសមរភូមិឆ្នោតជាសកលនៅក្នុងខែវិច្ឆិកាខាងមុខនេះអ្នកជំនាញបានសង្កត់ធ្ងន់បន្ថែមថាយុទ្ធនាការក្រោមពាក្យស្លោកទុកចិត្តលើត្រាំគឺជាយុទ្ធសាស្ត្រទំនាក់ទំនងដ៏មានរបៀបរៀបរយរបស់គណៈបកសាធារណរដ្ឋក្នុងការរក្សាតុល្យភាពអំណាចនិងការឆ្លើយតបទៅនឹងការប្រកួតប្រជែងផ្នែកគោលនយោបាយពីសំណាក់គណៈបកប្រជាធិបតេយ្យប្រសិនបើគណៈបកសាធារណរដ្ឋអាចរក្សាបាននូវសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភានោះរដ្ឋបាលលោកត្រាំនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចនិងសន្តិសុខជាតិឲ្យទទួលបានជោគជ័យស្របតាមការរំពឹងទុកជាសេចក្តីសន្និដ្ឋានរាល់យុទ្ធសាស្ត្រនិងការបញ្ជ្រាបសារនយោបាយដែលបានរៀបចំឡើងនាពេលនេះសុទ្ធតែជាជំហានដ៏សំខាន់សម្រាប់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិខាងមុខព្រឹត្តិការណ៍នេះមិនត្រឹមតែជាការវាស់ស្ទង់ប្រជាប្រិយភាពផ្ទាល់ខ្លួនរបស់លោកដូណាល់ត្រាំប៉ុណ្ណោះទេប៉ុន្តែវាក៏ជាចំណុចរបត់ដ៏សំខាន់មួយក្នុងការកំណត់ទិសដៅអនាគតនៃគោលនយោបាយដឹកនាំរដ្ឋនិងស្ថិរភាពសង្គមរបស់សហរដ្ឋអាមេរិកទាំងមូលផងដែរ